ប្រទេសទី12ដែលមានយន្តហោះចម្បាំងច្រើនជាងគេបំផុតក្នុងឆ្នាំ2025នៅក្នុងវីដេអូនេះ admin សូមលើកយកប្រទេសដែលមានយន្តហោះចម្បាំងច្រើនជាងគេបំផុតក្នុងឆ្នាំ2025ចង់ដឹងថាមានប្រទេសណាខ្លះនោះតោះយើងកុំនៅយូរយើងទស្សនាវីដេអូនេះទាំងអស់គ្នាចំណាត់ថ្នាក់លេខ12ប្រទេសបារាំងដែលមានយន្តហោះចំនួន226គ្រឿងចំណាត់ថ្នាក់លេខ11ប្រទេសអេស៊ីបដែលមានយន្តហោះចម្បាំងចំនួន238គ្រឿងចំណាត់ថ្នាក់លេខ10ប្រទេសអ៊ីស្រាអែលដែលមានយន្តហោះចម្បាំងចំនួន240គ្រឿងចំណាត់ថ្នាក់លេខ9ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានយន្តហោះចម្បាំងចំនួន283គ្រឿងទី8តៃវ៉ាន់ដែលមានយន្តហោះចម្បាំងចំនួន285គ្រឿងចំណាត់ថ្នាក់លេខ7ប្រទេសកូរ៉េខាងត្បូងដែលមានយន្តហោះចម្បាំងចំនួន315គ្រឿងចំណាត់ថ្នាក់លេខ6ប្រទេសប៉ាគីស្ថានដែលមានយន្តហោះចម្បាំងចំនួន328គ្រឿងចំណាត់ថ្នាក់លេខ5ប្រទេសកូរ៉េខាងជើងដែលមានយន្តហោះចម្បាំងចំនួន368គ្រឿងចំណាត់ថ្នាក់លេខ4ប្រទេសឥណ្ឌាដែលមានយន្តហោះចម្បាំងចំនួន513គ្រឿងចំណាត់ថ្នាក់លេខ3ប្រទេសរុស្ស៊ីដែលមានយន្តហោះចម្បាំងចំនួន833គ្រឿងចំណាត់ថ្នាក់លេខ2ប្រទេសចិនដែលមានយន្តហោះចម្បាំងចំនួន1212គ្រឿងចុងក្រោយគេចំណាត់ថ្នាក់លេខ1សហរដ្ឋអាមេរិកដែលមានយន្តហោះចម្បាំងចំនួន1790គ្រឿងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ